ស្អាតបាទអញ្ចឹងបងប្អូនអាចមើលវីដេអូខ្ញុំបានប្រើសម្ភារៈអ្វីធ្វើអ្វីដែលយើងអាចធ្វើទៅបានហើយយើងធ្វើបានស្អាតបាទអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំរត់អំពូល4គ្រាប់ដែរ4គ្រាប់សម្រាប់នៅដំបូលដើម្បីឲ្យវាមានការបំភ្លឺនៅក្នុងពេលដែលយើងចូលទៅអីហ្នឹងណាបងប្អូនបាទអញ្ចឹងកុំឲ្យខាត់ពេលយូរបងឬក៏បងប្អូនដែលមិនធ្លាប់រៀនក៏បងត្រូវតែចេះដែរត្រូវតែដឹងដែរសម្រាប់ការរត់ប្រព័ន្ធភ្លើងសោភ័ណភាពគុណភាពកុំឲ្យមានការទុសេអីចឹងណាអញ្ចឹងយើងធ្វើយ៉ាងណារត់នៅដែកគឺយើងរត់យ៉ាងណាឲ្យបានស្អាតល្អបាទអញ្ចឹងតោះបងប្អូនកុំឲ្យខាត់ពេលយូរទៅជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទអញ្ចឹងយើងចូលមកដល់យើងមានកញ្ចប់យើងរត់ជាប្រភេទតយោបងប្អូនបាទអញ្ចឹងយើងមានកញ្ចប់មកដើម្បីយើងបាញ់វាជាប់ជាមួយបាញ់វាដែកហើយយើងរត់ជាមួយដែកអញ្ចឹងយើងរត់តយោមកបាទយើងបាញ់បែបនេះមកដើម្បីឲ្យវាស្អាតអញ្ចឹងណាតែបើសិនយើងរត់តយោហ្គេនគឺវាទន់លាក់គឺវាអត់ស្អាតទេអញ្ចឹងយើងចំណាយលុយបន្តិចមែនតែយើងមើលទៅឃើញស្អាតមានសោភ័ណភាពវាមិនស្អាតដូចប្រកបឈឹងទេប៉ុន្តែយើងមើលទៅថាក្រនភ្នែកមើលអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនដែលថ្មីបងប្អូនដែលអត់តន់ដឹងបាទបងប្អូនធ្វើយ៉ាងណាដើម្បីឲ្យវារៀបចំឲ្យបានស្អាតកន្លែងនេះដែរគឺយើងរត់អែបបែបនេះយើងចាប់កញ្ចប់មុនសិនមកដើម្បីយើងរត់បែបនេះហើយយើងប៊ូទៅលូទៅក្រៅបាទដោយសារអំពូលនេះគឺយើងរត់មកជូ4គ្រាប់បាទមកជូមកជូ4គ្រាប់អញ្ចឹងយើងរត់2ជូបាទអញ្ចឹងវា8គ្រាប់ក៏ប៉ុន្តែយើងចាប់តែ4សិនទេដោយសារយើងស្ពាមកខាង2មកខាង2អញ្ចឹងយើងរត់បែបនេះបាទយើងមានតេបែបនេះមកគឺការនេះគេហៅប្រើតេបងប្អូនបាទតេតយោរបស់យើងដាក់កញ្ចប់បែបនេះមកបាទយើងរត់ឲ្យហើយអស់ហើយបានយើងចាប់ផ្ដើមរត់ខ្សែបាទយើងរត់ខ្សែចុងក្រោយគេដើម្បីឲ្យវាស្អាតបាទដោយសារយើងបើយើងរត់បដើយើងរត់តយោបដើរត់ខ្សែបដើគឺយើងធ្វើឲ្យយើងស្ទះបាទនេះគឺយើងទលុះចេញមកនេះមកបាទយើងទលុះខ្សែយើងដឹងភ្លើងមានហើយយើងទលុះខ្សែចេញមកយើងទលុះមកដើម្បីឲ្យវាយើងយកមេភ្លើងទៅបជាកង្តាក់បាទយើងបជាកង្តាក់ទៅដើម្បីឲ្យវាភ្លឺបាទយើងរត់បែបនេះមករត់សងខាងឥឡូវនេះគឺខ្ញុំអត់បានបង្ហាញតែខ្ញុំរត់ខ្សែទេរត់តែពីទសៃទេបងប្អូនបាទអត់ប្របាក់ទេនេះគឺពីទសៃទេគឺខ្ញុំអត់ប៉ុងទេគឺខ្ញុំទាញម្ដង2តែម្ដងបាទអញ្ចឹងមកជូយើងរត់6គ្រាប់បាទយើងធ្វើបែបនេះមកដោយសារការងារនេះយើងរៀងយូរក៏ពិតមែនតែយើងធ្វើឲ្យយ៉ាងណាធ្វើឲ្យបានស្អាតសម្រាប់ជូនភ្ញៀវយើងណាអញ្ចឹងសម្រាប់ទីតាំងអំពូលយើងវាស់កន្លែងណាឲ្យស្មើគ្នាមកហើយយើងចោះវាមកយើងមានផ្លែចោះមានអីចឹងណាហើយយើងរួចយើងបាញ់ពីជាប់នឹងដែកតែម្ដងបាទដោយសារអំពូលប្រភេទនេះគឺមានដូម៉ូណូរបស់វាឥឡូវនេះគឺយើងជាប់ខ្សែណឺតចូលបាទយើងតឆៅបងប្អូនបាទយើងអត់បិទភ្លើងទេរកកន្លែងភ្លើងឃើញទេបងប្អូនបាទអញ្ចឹងយើងមានកុងតាក់វាស្រាប់អញ្ចឹងយើងយកកុងតាក់នឹងតែម្ដងទៅបាទឥឡូវនេះគឺយើងរួចរាល់ហើយរួចរាល់ 100% ហើយដូចខ្ញុំឃើញប្រាប់បងប្អូនអញ្ចឹងខ្សែយើងស្ពាបាទសងខាងបាទអំពូលសងខាងអញ្ចឹងខ្ញុំដាក់4គ្រាប់ទេប៉ុន្តែអានេះជាក់ស្ដែងគឺយើងរត់ខ្សែមកជួ4ណាបងប្អូនបាទមកជួ4ប៉ុន្តែយើងដាក់មកខាង2ទេយើងស្ពាទុកទេបងប្អូនបាទបើវាមានកន្លែងណាវាស្ទើរយើងថែមអំពូលទៀតមកបាទសម្រាប់ជូនភ្ញៀវរបស់យើងបាទប៉ុន្នេះគឺយើងរួចរាល់ហើយដើរបងបានឃើញហើយខ្ញុំបានបង្ហាញបងប្អូនហើយជាយ៉ាងណានោះគឺបងប្អូនកុំពេលខ្ញុំបញ្យល់ទៅកុំមានអន់សម្ពន្ធចិត្តអីដោយសារខ្ញុំបង្ហាញបងប្អូនណាដែលគាត់អត់តន់ចេះទេបាទនិយាយទៅគឺយើងមានចំណុចខ្វះខាតឬនេះខ្លួនដូចគ្នាបើកន្លែងណាមិនស្អាតឬកន្លែងណាបញ្យល់ទៅមិនសមរម្យឬក៏បញ្យល់ទៅមិនច្បាស់អញ្ចឹងសូមបងប្អូនខន្តីផងដោយសារខ្ញុំបង្ហាញតែបងប្អូនណាដែលគាត់ចូលចិត្តមើលវីដេអូខ្ញុំទេបាទអញ្ចឹងសង្ឃឹមថាបងទាំងអស់គ្នាស្រឡាញ់គ្រប់ត្រូលវីដេអូខ្ញុំទៅចោះបាទអញ្ចឹងកុំភ្លេចជួយ subscribe ទៅ YouTube ខ្ញុំម្នាក់មួយដើម្បីបានវីដេអូថ្មីតទៅទៀតពាក់ព័ន្ធនឹងរៀបប្រព័ន្ធភ្លើងផងដែរបងដែលចង់ចេះបងអាចមើលបាននឹងយល់
hay sầm hẹp sai mình bên nick cứ dân rốt tập pi từ sai tê từ sai dân mình spear mình ấy tục trắng này chẳng bờ rốt sai cho nên na ấy na tiết pu chợ ấy na tiết bong bong mình vòng bên tê bà từ sai dân khu ba dân nó chăm thà rốt sai phần màn mấy dân rốt trôi màu bà từ sai video trong chăm nhomประโยชน์เอาแบบคราวtiết chẳng complete cho subscribe YouTube ខ្ញុំម្នាក់មួយបាទសូម